ជំរាបសួរបងប្អូនទាំងអស់គ្នាដែលសាកឃើញវីដេអូមួយនៅតាមបណ្ដាញសង្គមនិយាយអំពីបងស្រីម្នាក់ដែលជាបុគ្គលិកនៅការ៉ាសាំងបងប្អូនណាហើយសកម្មភាពនៃវីដេអូហើយនឹងពាក្យសម្ដីរបស់អ្នកមកចាក់សាំងនិងបងស្រីនឹងត្រូវបានមតិមានការបញ្ចេញមតិយោបល់ហ្នឹងផ្សេងគ្នាពីរបងប្អូនប៉ុន្តែភាគច្រើនគឺចេញមតិហ្នឹងថាបងស្រីដែលឬក៏អ្នកដែលចាក់សាំងនោះគាត់រិះអីយ៉ាងដែរបងប្អូនថាកំណាញ់លុយត្រឹម 1000 អីយ៉ាងជាដើមអញ្ចឹងនេះយើងជាការយល់ឃើញផ្សេងគ្នាទេបងប្អូនណាហើយមែនតើយើងដើម្បីដឹងទៅបានតើតើយើងពិនិត្យឬក៏ថាស្វែងយល់ពីស្ថានភាពជាក់ស្ដែងបងប្អូនប៉ុន្តែបើយើងមើលតាមវីដេអូមើលទៅឃើញបងស្រីនោះដូចបងប្អូនឃើញហើយគួរឲ្យអាណិតមែនเป็นសំណួរសួរថាតើម្ចាស់ការ៉ាសាំងយកប្រាក់ពីគាត់ដោយដែលគាត់បានលើកឡើងនោះមែនឬទេហើយតាមតំណែងមិនច្បាស់ការហ្នឹងគឺថាគាត់ត្រូវបានគេបញ្ឈប់អីយ៉ាងទៅអានេះប្រសិនបើគាត់មានន័យថាម្ចាស់យកច្រើនជាងមែនមានន័យថាតម្លៃ$1ឧទាហរណ៍តម្លៃ$1 1លីត្រនៅក្នុងនេះវាមានតម្លៃ3750យ៉ាងទៅបងប្អូន3750អញ្ចឹងសម្រាប់គាត់យក$1លើសពី3750ហ្នឹងអាហ្នឹងវាមិនមែនបញ្ហាលើបងស្រីទេប៉ុន្តែបើតើកែគាត់យកចំនួនប្រាក់ហ្នឹងមានន័យថាកំណត់នៅក្នុងការ៉ាស់ហ្នឹងដែលបងប្អូនឃើញមានលោតលេខនៅទីនោះស្រាប់ប្រហែលគាត់យកប៉ុណ្ណឹងពីអ្នកចាក់សាំងដែលជាបុគ្គលិករបស់គាត់នោះអានោះគឺមានន័យថាការយកកតុយរបស់គាត់ថាបែបនេះបែបនោះគឺជាកំហុសរបស់អ្នកចាក់សាំងជាបុគ្គលិកផ្ទាល់ចំណែកឯអ្នកចាក់សាំងនេះវាយើងមែនតើយើងអានេះវាពាក់ព័ន្ធនឹងសុជីវធម៌ឬក៏សីលធម៌ដែរដែលបានថតឲ្យយកទៅបង្ហោះក្នុងគោលបំណងរបស់គាត់ហ្នឹងវាដំបូងមកអាចជាគោលបំណងថាមិនគួរណាឡើយការ៉ាសាំងមិនចាយលុយខ្មែរឬក៏មិនក៏មិនយកលុយខ្មែរមានលុយខ្មែរហើយមិនក៏ប្រើប្រាស់មិនបានអានេះវាជាបញ្ហាបងប្អូនអញ្ចឹងដើម្បីដឹងថាខុសឬត្រូវតើតើយើងដឹងសភាពពិតជាក់ស្ដែងតើពិតដូចបងស្រីនោះនិយាយដែរឬទេបើពិតមែនអញ្ចឹងមិនមែនបងស្រីអ្នកខុសទេគឺតើកែអ្នកខុសហើយប៉ុន្តែបើមិនពិតដូចគាត់និយាយទេមានន័យថាតើកែយកតាមអ្វីដែលមានជាក់ស្ដែងនៅលើលេខគេហៅលេខកុងទ័រចឹងបងប្អូនដែលលោតនៅកន្លែងចាក់សាំងហ្នឹងវាមានលេខលោតនៅទីនោះប្រមាណ1000ឬក៏ដុល្លារប្រមាណគឺមានតារាងគេគិតនៅទីនោះស្រាប់អាហ្នឹងមានន័យថាបងស្រីគិតកតុយផ្សេងពីតារាបញ្ជីនោះមានន័យថាបងស្រីអ្នកខុសអញ្ចឹងទៅប៉ុន្តែខ្ញុំឃើញការបកស្រាយមួយបងប្អូនដែលមានបង្ហោះនៅលើបណ្ដាញសង្គមហ្នឹងគឺថាគាត់កណនាទៅវានេះមែនបងប្អូនការ៉ាស់ហ្នឹងគេយកលើសមែន$1ឧទាហរណ៍ថា$1ហ្នឹង
យកពីភ្ញៀវមក3980 3989អញ្ចឹងទៅហើយដល់ពេលបុគ្គលិកចាក់សាំងហ្នឹងខាងការ៉ាស់គេយកដល់ទៅ4000 4006អញ្ចឹងទៅបងប្អូនអញ្ចឹងអានេះគឺថាអ្នកម្ចាស់ការ៉ាស់នោះដែលយកលើសបែបនេះគឺម្ចាស់ការ៉ាស់អ្នកខុសណាបងប្អូនអញ្ចឹងខុសឬត្រូវយ៉ាងណាគឺយើងមិនអាចសន្និដ្ឋានបាននោះទេហើយបងប្អូនយល់ថាអំពើនេះវាមិនគួរណាគិតគូរទេលុយត្រឹមតែ1000 2000អញ្ចឹងទៅគួរតែឲ្យគាត់គិតកតុយឲ្យគាត់ត្រឹមត្រូវតាមគាត់ចង់បាននោះអាហ្នឹងគឺជាការយល់ឃើញរបស់បងប្អូនទេបងប្អូនហើយបងប្អូនមានចិត្តយ៉ាងណាអាស្រ័យលើបងប្អូនប៉ុន្តែជៀសវាងកុំឲ្យតែបុគ្គលិកខុសហើយយើងកាន់ជើងអានោះវាជាគ្រោះថ្នាក់ដែរបងប្អូនដើម្បីតិចតួចក៏ដោយប៉ុន្តែគាត់សន្សំចិត្តចង់បានលុយបន្តិចបន្តួចហ្នឹងគឺវាមិនជាបញ្ហាធំដុំប៉ុន្តែវាមិនល្អនោះទេអានេះតាមខ្ញុំយល់បងប្អូនហើយបងប្អូនយល់យ៉ាងណាសូមជួយ comment ផងថាតើរឿងពិតជាក់ស្ដែងនោះ